សូមបង្ហាញពីរបៀបនៃការប្រើប្រាស់កំភ្លើងដើម្បីម៉ាស្សាឈឺចង្កេះឈឺជង្គង់ឈឺខ្នងនិយាយចំម៉ាស្សាមកទល់ខ្លួនហ្មងដែលមានកម្លាំងបុក35គីឡូបុកចូលសាច់15មីលីម៉ែត្រហើយអញ្ចឹងយើងចុចប៊ូតុងអញ្ចឹងមកយើងចាំងដាក់លេខអញ្ចឹងលេខមានដល់លេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ6ហ្នឹងគឺចាំងជ្រុះថ្លើមហើយអញ្ចឹងបងប្អូនដាក់ធ្វើខ្ញុំបង្ហាញធ្វើលេខ1សិនដោយសារដាក់ខ្លាំងពេកខ្ញុំពិបាកនិយាយអញ្ចឹងរបៀបម៉ាស្សាគឺយើងម៉ាស្សាសាច់ដុំខ្នងនេះសាច់ដុំភ្លៅទាំងអស់កពួនជើងខ្នងលើដៃអញ្ចឹងយើងម៉ាស្សាបានទាំងអស់អញ្ចឹងខ្ញុំសូមបង្ហាញពីរបៀបនៃការម៉ាស្សាខ្នងអញ្ចឹងយើងកាន់ដូចខ្ញុំអញ្ចឹងឬក៏កាន់បែបហ្នឹងអញ្ចឹងយើងអាចដាក់បានអូខេអញ្ចឹងយើងដាក់យើងម៉ាស្សាមកជួរនឹងរហូតដល់យើងមានអារម្មណ៍មកស្រួលយើងម៉ាស្សាមួយឈៀងទៀតខ្ញុំដាក់លេខ1ឯងបងប្អូនលឺតែសលេងខ្ញុំដឹងគឺកម្លាំងខ្លាំងប៉ុណ្ណាកំភ្លើងលក់នៅលើទីផ្សារគឺវាអត់មានទេអត់មានកម្លាំងខ្លាំងប៉ុណ្ណឹងទី1តម្លៃវារៀងគួរសមដែរហើយទី2គឺគេប្រើសម្រាប់អ្នកម៉ាស្សាទូទៅអូខេអញ្ចឹងបងប្អូនអាចម៉ាស្សាយូរហើយអាចដូរចុងផ្សេងទៅតាមអ្វីដែលខ្ញុំបង្ហាញនៅក្នុងវីដេអូហ្នឹងហើយបន្ទាប់មកយើងអាចម៉ាស្សាអ្នកឈឺចង្កេះពីច្រើនមានបញ្ហាជាមួយនឹងកំភ្លើងដែរអញ្ចឹងយើងម៉ាស្សាម្ដុំហ្នឹងម៉ាស្សាយូរបងប្អូនអញ្ចឹងយើងអាចម៉ាស្សាកន្លែងហ្នឹងយើងម៉ាស្សាជើងទាំងអស់ហ្នឹងឲ្យតើសាច់ដុំកន្លែងហ្នឹងចាប់ផ្ដើមឈាមរត់ស្រួលឡើងវិញអញ្ចឹងបងប្អូនបើសិនជាយើងប្រើភ្លើងនេះគឺចំណេញច្រើនមែនតើអញ្ចឹងបងប្អូនអាចម៉ាស្សាមកជួរភ្លើងហ្នឹងទាំងអស់យើងអាចបាញ់តាមហើយបងប្អូនអាចដូរមុខទៅតាមអ្វីដែលបងប្អូនគិតថាវាស្រួលហើយធ្វើបានលទ្ធផលអូខេបើប្រៀបធៀបមួយលុញបាល់កំភ្លើងម៉ាស្សានេះមានភាពងាយស្រួលខ្លាំងមែនតើប៉ុន្តែគិតថាបងប្អូនត្រូវចំណាយលុយបន្ទាប់មកទៀតកុំភ្លេចម៉ាស្សាភ្លើងខាងក្រោយបងប្អូនម៉ាស្សាយូរអូខេពេលម៉ាស្សាភ្លើងហើយបងប្អូនចំណុចដែលសំខាន់គឺម៉ាស្សាកាប៉េះគូតនេះលេខ1បងប្អូនលេខ1ទេកម្លាំងខ្លាំងណាស់អូខេយើងអាចម៉ាស្សាគូតទាំងអស់ហ្នឹងយើងម៉ាស្សាជើងជាពិសេសកពួនជើងយើងកន្លែងដែលជប់បងប្អូនពេលបាញ់ទឹកយើងដឹងកន្លែងដែលស្រួលអូខេយើងអាចម៉ាស្សាទាំងអស់ហ្នឹងខ្ញុំដាក់តែលេខ1ទេព្រោះដាក់លេខ2ទៅនិយាយអត់កើតអូខេយើងម៉ាស្សាកពួនជើងអូខេយើងម៉ាស្សាកពួនជើងហើយបងប្អូនអាចម៉ាស្សាខ្នងក៏ទៀតក៏បានអញ្ចឹងបងប្អូនដែលមានបញ្ហាស្មាយហ្នឹងគឺបងប្អូនអាចម៉ាស្សាខ្នងបានយើងអាចម៉ាស្សាបែបហ្នឹងយើងកាន់ហើយបើសិនជាណាឆ្អឹងស្លាបបញ្ជាអត់សូវបើកបងប្អូនអាចបត់ដៃទៅក្រោយដូចខ្ញុំអញ្ចឹងហើយបងប្អូនអាចម៉ាស្សាខ្លួនឯងបានហើយអ្នកដែលមានឪពុកម្ដាយចាស់អីគឺស្រួលមែនតើអូខេអញ្ចឹងបន្ទាប់មកយើងម៉ាស្សាដៃអូខេយើងម៉ាស្សាដៃជាពិសេសអ្នកដែលអត់សូវគេងអត់លក់គឺម៉ាស្សាកន្លែងហ្នឹងនិយាយចឹងមកបងប្អូនទៅកន្លែងម៉ាស្សាគេដែលបងប្អូនចំណាយលុយពី25ទៅ30រៀលម៉ាស្សាហ្នឹងគឺបងប្អូនម៉ាស្សាបានគ្រប់ហើយសម្រាប់អ្នកដែលទិញកំភ្លើងនេះបើសិនបងប្អូននៅភ្នំពេញខ្ញុំបរៀនហាត់1ម៉ោងដែលអត់គិតថ្លៃហើយអ្នកនៅតាមខេត្តខ្ញុំឲ្យបាល់មួយតម្លៃ$12ហើយបើបងប្អូនចង់ចាប់អារម្មណ៍តាក់ទងកំភ្លើងនេះទិញកំភ្លើងនេះអាចតាក់ទងមករកខ្ញុំអូយអត់ការឈប់